ខ្ញុំនឹងពាក់ឈុតមុននេះទៅវាយគេនៅក្នុងវគ្គ class war rank ណាអ្នកនរគ្នាហើយចង់ថាខ្ញុំលេងវគ្គ class war rank នឹងអត់ប្រើកំភ្លើងដល់របៀបណាជួយមើលវីដេអូនេះដល់ចប់មិនដឹងហើយវីដេអូបានចូលមកដល់នៅក្នុងវគ្គ class war ហ្នឹងចឹងទៅគឺខ្ញុំអត់ទិញកំភ្លើងទេអ្នកនរគ្នាគឺខ្ញុំនឹងទិញតកកណាអ្នកនរគ្នាយើងទិញតកកបានប្រហែលយើងយកប៉ុណ្ណឹងទៅហើយចាខ្លាច់មើលសិនឥឡូវយើងមើលគីឡូមានដាវអញ្ចឹងគ្នាយើងតែអត់មានដាវលក់ទេឥឡូវយើងមានតែដាវជាប់ខ្លួនស្រាប់នឹងហ្មងទៅយើងក៏កាន់តកកទៅសេរីដល់ enemy អញ្ចឹងណាហើយយើងក៏ធ្វើការរត់តាមគ្នាយើងកវេទៅគ្នាយើងដោយសារយើងប្រើដាវគឺយើងអត់អាចទៅចិត្តនៅឆ្ងាយពីគេបានទេហើយកន្លែងនេះរៀងពលឺរៀងអន់អញ្ចឹងទៅក៏បើកវីដេអូមើលពលឺមើលអីទៅហើយបន្ទាប់ពីឃើញគ្នាយើងចូលទៅបាញ់គ្នាទុំទាំងយើងក៏ធ្វើការសេរីរត់អែបទៅមើលតាម map អញ្ចឹងណាខ្លាចមានគេនៅពីក្រោយគេនៅឆ្ងាយយើងទប់ទល់ឆ្នះគេទេចឹងតែយើងបានដាក់ skill រត់លឿនមួយដែរគ្នាយើងមកវូបបដៃដែរបានមួយដែរចឹងណាហើយបន្ទាប់ពីបាញ់គ្នាបានមកសន្ទុះមកស្រាប់តែគ្នាយើងណុកមួយខាងគេក៏ណុកមួយដែរគ្នាយើងចឹងអាយ៉ាយើងមិនដឹងធ្វើមិនទេយើងក៏ឃើញប្រូមួយនៅកណ្ដាលទេភ្លើងមួយស្មើរត់ទៅមានណាគ្នាយើងកាប់ត្រូវក្បាលគ្នាយើងឲ្យចាយដនមែនដែរគ្នាយើងក៏រត់ទៅផ្ដាច់អាប៉ែនេះចោលសិនហើយយើងក៏ធ្វើការរត់មករកអាមួយណុកនេះកាប់គ្មានត្រូវទេគ្នាអញញ៉ៃចូលយាយដាវនេះហើយទីបំផុតហ្នឹងក៏យើងធ្វើកាប់ត្រូវយើងទៅដាច់បានមួយទៅហើយមនុស្សនៅសមម្នាក់គ្នាយើងធ្វើការរំឈាមសហការដោយសារយើងប្រើដាវយើងអត់ប្រើកំភ្លើងនេះគេទេគេបាញ់ឆ្ងាយគឺយើងបាញ់ចិត្តចឹងណាហើយយើងមិនក៏បានឃើញកាឌីអូគ្នាយើងទៅអាកាឌីអូនោះវាកាប់ទៅឈឺជាងអញ្ចឹងទៅហើយក៏វាស្រួលកាប់ដែរក៏ឃើញគ្នាគេមួយបាញ់គ្នាយើងទៅដល់គ្នាយើងហើយកាប់មានតន់ត្រូវហើយឈ្នះបានដែរគ្នាយើងហើយនិយាយទៅមួយរ៉ោននេះគឺយើងបាញ់បានតែមួយខៀលទេចូលរ៉ោនទី2គឺយើងធ្វើការមើល map មើលអីយើងថាតើនេះតំបន់ណាយើងនៅគួរលេងមិនហើយក៏ទិញតកឲ្យអស់ទៅគ្នាយើងហើយនឹងអាវក្រោះមួកក្រៅពីហ្នឹងគឺយើងអត់ទិញទេអញ្ចឹងគឺយើងប្រើតែកបិតនេះមួយទេដើម្បីប្រមាញ់ enemy នៅខាងមុខអញ្ចឹងណាហើយវីដេអូប្រែនេះគ្រោះថ្នាក់ណាគ្នាយើងប៉ះគេគីឡូប្រូគឺយើងអត់អាចកាប់គេបានត្រូវមកដាវហ្មងអញ្ចឹងអ្នកនរគ្នាចង់លេងប្រែដល់តែទឹកដៃសាហាវហើយយុទ្ធសាស្ត្រនៃការកើបរបស់យើងឆ្លៀតឱកាសដើម្បីទៅរក enemy ចិត្ត enemy បានណាអញ្ចឹងរ៉ោនទី2ក៏បានចាប់ផ្ដើមយើងក៏ធ្វើការរត់ដើម្បីដល់រក enemy អែបអញ្ចឹងទៅហើយយើងក៏ឃើញដែរផ្លូវមុខអត់មានអីបាំងរត់ទៅគ្រោះថ្នាក់គ្នាយើងក៏កវេបកមកក្រោយវិញរត់ផ្លូវក្រោមវិញគ្នាយើងរត់ផ្លូវលើអត់កើតទេគ្រោះថ្នាក់មើលស្ថានភាពហើយក៏ធ្វើការអែបទូសិនទៅដឹងមែនគ្នាយើងធ្វើការអែបនេះឃើញទៅក៏ enemy មួយអីយ៉ាទឹកដៃមកដល់ចិត្តយើងគ្នាយើងបែរឈ្នះដល់កាប់បានម្ដងគឺស៊ីប៉ែទៅគ្នាយើងហើយកន្លែងនេះយើងមកខៀទៀតទៅយើងមកខៀទឹកដៃរបស់យើងណាកាប់2ដាវដួលអញ្ចឹងទៅកន្លែងនេះកាប់ចូលក្បាលមួយគ្នាយើងកាប់ចូលក្បាលទៀតស៊ីបាន3ខៀវវគ្គនេះគ្នាយើងធម្មតាដែរហ្នឹងហើយបញ្ជាក់ប្រាប់គ្នាយើងទៀតថានេះបើសិនជាទឹកដៃគេខ្លាំងគេកាប់យើងកាប់គេអត់ត្រូវសុំបីធម្មតាគ្នាយើងនិយាយទៅបើទឹកដៃគេខ្លាំងគេគ្រាន់តែឃើញយើងគេថយបន្តិចគេក្លោះកំភ្លើងបន្តិចយកក្បាលបាត់គ្នាយើងអេតែបាត់គ្នាយើងកាន់កាឌីអូគ្មានបានប៉ះគេមកក្បិតទេអញ្ចឹងហើយអ្នកណាគេចង់ធ្វើវីដេអូប្រេងអញ្ចឹងអាចឆានមកខ្ញុំតាក់ទង comment មកខ្ញុំនឹងធ្វើវីដេអូប្រេងផ្សេងទៀតឲ្យអ្នកទាំងអស់គ្នាបានមើលអញ្ចឹងណាហើយវីដេអូនេះក៏បានយើងចូលមកដល់រ៉ោនទី3អញ្ចឹងទៅរ៉ោនទី3នេះក៏យើងខាងយើងឈ្នះដែរអញ្ចឹងយើងបានតែ2-0ហើយអញ្ចឹងយើងធ្វើការរត់អែបអញ្ចឹងដើម្បីទៅចិត្ត enemy អញ្ចឹងទៅសានយើងនៅឆ្ងាយគឺយើងបាយអត់ឈ្នះគេទេគ្នាយើងអញ្ចឹងហើយកន្លែងនេះគឺយើងធ្វើការអែបដើម្បីមកឲ្យគៀក enemy អញ្ចឹងទៅយើងមើលស្ថានភាពកបែទៅហើយមានគ្នាយើងមួយចាំ support អីចឹងណាហើយយើងមកស្គាល់គាត់ទេតែគាត់តាមខ្ញុំគ្នាយើងឃើញខ្ញុំកាន់កាឌីអូកាប់គេអញ្ចឹងគ្នាយើងចូលរបាញ់គ្នាខ្ញុំណុកមួយខ្ញុំវាបើអា skill នេះគ្នាយើងវាបើអា skill នេះទៅខ្ញុំកាប់អត់ត្រូវវាចេញមកវិញកាប់ត្រូវដែរគ្នាយើងបានមកឃៀទៅក៏ធ្វើការកាប់ផ្ដាច់ចោលខ្លាច់ប្អូនអញ្ចឹងណាហើយបន្ទាប់ពីយើងផ្ដាច់គេហើយយើងក៏មកជួយគ្នាយើងសិនហើយក៏ឃើញគេនៅខាងមុខយើងគ្នាយើងធ្វើការរំជើពេញចောင်းវាមកដល់គ្នាយើងលេងវត្តមក1ដាវ2ដាវ3ដាវ4ដាវគ្នាយើង5ដាវអូមកណុកមួយតានីមែនគ្នាយើងក៏រំជាមួយទៀតទៅស្រាប់តែមើលទៅគ្នាគេណុកអស់2នាក់គ្នាយើងណុកម្នាក់ហ្នឹងផ្ដាច់អានេះចោលក៏ធ្វើការរត់ដើម្បីទៅរក enemy បន្តទៀតចឹងណាគ្នាយើងនិស្សិតយើងបាន3រ៉ោនហើយបើសិនជាយើងឈ្នះអញ្ចឹងណាក៏ឃើញគ្នាយើងណុកឲ្យគ្នាគេជួយគ្នាពេញ2នាក់អាយ៉ាកាប់មួយចូលក្បាលបោកតកមួយក្រៅនេះអែមខ្លាំងមែនតើ
ជាន់គ្នាគេមកកាប់ពី3ដាវ4ដាវបាន4ខៀបពេញបបមកគ្នាយើងហើយសាហាវខ្លាំងមែនទែនប្រើតាដាវណាយើងអត់ប្រើកាភ្លើងទេហើយហ្គេមក៏បានចូលមកដល់រ៉ោនទី4នេះមិនសិនតែយើងឈ្នះគឺយើងឈ្នះតែម្ដងគ្នាយើងបាត់0តែម្ដងណាយើងលេងតែក្រាវយើងអត់ប្រើកាភ្លើងហើយគាត់ចង់ប្រាប់ថាខ្ញុំអត់ប្រើកាភ្លើងទេរំខ្ញុំប្រើកាភ្លើងទៀតចាក់សម័យមកទឹកដៃខ្ញុំប៉ុណ្ណាខ្លាំងហើយអូតិចហើយព្រោះទឹកដៃយើងខ្លាំងអញ្ចឹងណាហើយខៀលរបស់យើងបាន8ខៀលដែរយើងមិនធម្មតាដែរយើងក៏ធ្វើការទិញកាឌីទិញតកឲ្យទិញអីហើយអាប់ក្រអាប់អីហើយអញ្ចឹងទៅហ្គេមក៏ធ្វើការចាប់ផ្ដើមលេងអញ្ចឹងទៅបើមិនយើងឈ្នះគឺយើងនឹងទទួលបាន GG តែម្ដងយើងបិទគេ0អញ្ចឹងហើយកន្លែងនេះគឺវាញ៉ៃខ្ញុំមកទៅស្គាល់ map ទេកន្លែងនេះ map ថ្មីអញ្ចឹងទៅសម្រាប់ខ្ញុំមកទៅតែលេង Clash War ប្រហែលទេក៏ធ្វើវីដេអូប្រេងឲ្យអ្នកនរគ្នាបានមើលអញ្ចឹងទៅហើយកន្លែងនេះយើងធ្វើការ KKFF ទូទៅទៅក៏ឃើញ enemy យើងរត់សំដៅមករកយើងតែម្ដងយើងវាស្គាល់យើងគ្នាយើងនឹងតែយើងប្រើតែកាឌីវាចង់មកស៊ី kill យើងអញ្ចឹងណាវាបើកអា skill នឹងដដែលគ្នាយើងឲ្យកាប់គ្នាត្រូវទេកាប់ពី3ដាវតម្រុំមកត្រូវអស់ឈាមឡើងពាក់កណ្ដាលគ្នាយើងក៏ធ្វើការទៅកើបរុំឈាមសិនយើងរុំឈាមប្រហែលក៏យើងមើល map ប្រើមើលអីប្រើទៅខ្លាចមាន enemy មកជិតយើងអញ្ចឹងទៅបោកឈាមហើយក៏ធ្វើការមកផ្ដាច់អប៉ែនេះមួយសិនដើម្បីខ្លាចប្អូនអញ្ចឹងណាខាត់ kill យើងលេងមិនតមកប្រហែលគ្នាយើងហើយគ្នាគេនុកអស់ដែរហើយយើងក៏ធ្វើការអែបហើយគ្នាខ្ញុំក៏នុកដែរគ្នាយើងមិននុកគ្នាគេទេក៏អប៉ែនេះមកដល់ចិត្តគ្នាយើងតែមកដល់ចិត្តយើងហើយកាប់មួយដាវចូលក្បាលមកគ្នាយើងហើយអែមខ្លាំងមែនតើកាប់2ដាវផ្ដាច់ទៀតហើយកន្លែងនេះដែរក៏យើងធ្វើការអែបមើលតាគ្នាយើងនៅណាទៅគ្នាគេនៅណាយើងនៅសតតែម្នាក់អីចឹងទៅហើយកន្លែងនេះយើងធ្វើការតម្លាក់កាភ្លើងចោលយើងអត់លេងកាភ្លើងទេហើយយើងក៏ធ្វើការដើររក enemy រកអីបន្តទៀតចឹងទៅដោយសារតែសល់យើង2គេ1ហើយអញ្ចឹងសង្ឃឹមវារកឈ្នះច្រើនអញ្ចឹងទៅយើងក៏ធ្វើការក្បែរដើររក enemy ចឹងទៅស្រាប់ដឹងមកគ្នាយើងរកអាក្រមអត់ឃើញមិនដឹងថាវានៅណាខ្ញុំអត់ដឹងថាកន្លែងហ្នឹងវាមានកន្លែងនៅលើមួយទៀតអញ្ចឹងទៅក៏រត់សំដៅមកលើទៅក៏ឃើញគេមែនគ្នាយើងហើយមិនមកយូរទីកាឌីចូលទៅដល់កាប់មកគ្នាយើងអត់ប៊ីអស់ឈាមអត់ប៊ីងាប់ដែរណាគ្នាយើងកាប់2ដាវ3ដាវ4ដាវមិនឈ្នះណាគ្នាយើងហើយវីដេអូមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាចង់ខ្ញុំធ្វើវីដេអូប្រេងសប្បាយទៀត complete comment ម្នាក់មួយមកខ្ញុំនឹងចេញវីដេអូសប្បាយឲ្យអ្នកនរគ្នាបានមើលទៀតអញ្ចឹងណាហើយវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនសូមជម្រាបលា